ឬស្រូវលូតលាស់បានល្អឬធំថ្លោះហើយឬនៅតែបន្តចេញមកជាបន្តឬចាស់ឬថ្មីគឺចេញមកបន្តគ្នាតែម្ដងបាទនេះគឺជាទស្សនវិជ្ជាស្រែដែលកសិករយើងគាត់ប្រើប្រាស់ជីក្រុមហ៊ុន SPK មួយបាទស្រែកងបុនបាទនៅខាងស្រុកជីក្រែងខេត្តសៀមរាបបាទនៅស្រែនេះគាត់ប្រើប្រាស់ជី NPK 28 16 8គាត់ប្រើ 2B ឬស្មើ100 គីឡូហើយយើងលាយជាមួយជីស៊ីងជប៉ុនប្រភេទជីធម្មជាតិបាទក្រុមហ៊ុន SPK មួយហ្នឹងគឺយើងលាយមួយបេទៀតបាទដើម្បីជួយកែលម្អប្រព័ន្ធដីដោយសារតែដីនៅតំបន់នេះគឺជាប្រភេទតំបន់ដែលមានដីល្បាយខ្សាច់ដីដែលមានជីជាតិមធ្យមបាទមិនជាល្អពេកទេអញ្ចឹងយើងត្រូវការជីស៊ីងជប៉ុនបន្ថែមដើម្បីជួយកែលម្អជីជាតិដីជួយដីធូរដីយើងមានសុខភាពល្អឡើងវិញហើយឲ្យឫសស្រូវរបស់យើងចាក់ឫសបានល្អហើយជួយឲ្យស្រូវយើងគឺមានសុខភាពល្អអញ្ចឹងអាជីស៊ីងជប៉ុនយើងប្រើល្អទៅលើប្រភេទដីល្បាយខ្សាច់ដើម្បីយើងជួយសម្រួលដល់សុខភាពដីឡើងវិញបើងាកមកវិញស្រែដែលយើងប្រើប្រាស់ជីស៊ីងជប៉ុន 1B លាយជាមួយជី NPK 28 16 8 2B ដែលយើងធ្វើការបាចលើកទី2ហ្នឹងគឺស្រូវយើងគឺអាយុថ្ងៃទី31 ខែ 10បាទម្ដងថ្ងៃនេះគឺថ្ងៃទី8 ខែ 11ហើយអញ្ចឹងគឺមានរយៈពេល9ថ្ងៃយើងឃើញថាស្រូវរបស់យើងនៅតែរក្សាពណ៌បៃតងបានល្អអត់ទាន់មានធ្លាក់ពណ៌ឬក៏ខ្សោយនោះទេគឺការលូតលាស់គឺចេះតែរីកចម្រើនទៅមុខជាលំដាប់បាទនេះសមបញ្ជាក់ឃើញថាការប្រើប្រាស់រូបមន្តជីយើងទៅក្នុងស្រែនេះគឺទទួលបានជោគជ័យទទួលបានលទ្ធផលល្អដោយដែលយើងប្រើបាទទៅលើប្រភេទដីល្បាយខ្សាច់នេះបាទហើយយើងឃើញពណ៌ទាំងដងដើមគឺធំថ្លោះល្អហើយបាយកូនមកបាទច្រើនបាទអញ្ចឹងចំពោះអំពូមីបងប្អូនជាកសិករទាំងអស់គ្នាដែលយើងធ្វើស្រែទៅលើប្រភេទដីល្បាយខ្សាច់បាទយើងគួរតែបញ្ចូលប្រភេទជីធម្មជាតិបាទដូចជាប្រភេទជីស៊ីងជប៉ុនជាដើមដែលជីស៊ីងជប៉ុនវាជាជីធម្មជាតិមួយដែលយើងចម្រាញ់មកចុងក្រោយនេះគឺយើងអាចលាយជាមួយជីគីមីបានមិនថាជីអ៊ុយរ៉េជី DAP ឬក៏ជីចម្រោះពណ៌ជី NPK នោះទេគឺយើងអាចលាយបញ្ចូលបានដើម្បីយើងធ្វើបែបហ្នឹងជួយសម្រួលដល់ការលាយកុំឲ្យចូលកុំឲ្យអៀចហើយធ្វើឲ្យការលាយហ្នឹងវាងាយស្រួលក្នុងការដែលឲ្យប្រជាកសិករយើងយកជីទៅបាចនៅក្នុងស្រែឥឡូវយើងធ្វើបានជោគជ័យហើយគឺយើងលាយឲ្យអត់អៀចអត់មានបញ្ហាទេកសិករងាយស្រួលក៏ចង់លាយទុក1ថ្ងៃ2ថ្ងៃ3ថ្ងៃ4ថ្ងៃឬក៏10ថ្ងៃក៏អត់បញ្ហាភ័យរឿងជីយើងអៀចជីយើងចូលបាទចូលទឹកនោះទេបាទដូច្នេះជីស៊ីងជប៉ុនបាទគឺល្អប្រើហើយជាពិសេសគឺទៅលើប្រភេទដីខ្សាច់បាទបញ្ជាក់ហើយបញ្ជាក់ទៀតដីដែលយើងមានល្បាយខ្សាច់ហ្នឹងបាទយើងគួរតែបញ្ចូលជីធម្មជាតិទៅបាទជួយឲ្យដីយើងគឺមានសុខភាពល្អឡើងវិញបាទនេះគឺជាលទ្ធផលដែលយើងធ្វើការបាចជីលើកទី2បាទរងចាំលទ្ធផលបន្តទៀតក្រោយពេលដែលយើងបាចជីផ្ដាច់ហើយនឹងនៅពេលដែលយើងប្រមូលផលតើទិន្នផលដែលយើងប្រើជីរូបមន្តបែបនេះវាល្អប្រសើរឬក៏វាបើយើងប្រៀបធៀបទៅនឹងស្រែដែលគាត់ប្រើប្រាស់ជីផ្សេងនៅចិត្តហ្នឹងដែលយើងធ្វើក្នុងរដូវកាលដូចគ្នានេះតើយើងស្មើគេឬក៏យើងផលយើងលើសគេបាទអញ្ចឹងមានតែរងចាំតាមដានបន្តទៀតនេះគឺបេជីរបស់យើងដែលយើងមានជីស៊ីងត្រូជែនយើងបានលើកទី1យើងប្រើជីស៊ីងត្រូជែនហ្នឹងគឺយើងប្រើវា1B ហើយយើងលាយជាមួយជីស៊ីងជប៉ុននេះពេលជីធម្មជាតិរបស់យើងប្រើវា 2B បាទអញ្ចឹងយើងបានវគ្គទី1ហើយដល់វគ្គទី2គឺយើងប្រើជី NPK 28 16 8បូក OM 8% ហ្នឹងហើយយើងលាយជាមួយជីស៊ីងជប៉ុន 1B បាទយើងបាចសម្រាប់ហិកតានេះគឺលទ្ធផលដែលយើងបានជីលើកទី2ហើយឃើញដើមដងស្រូវរបស់យើងគឺល្អមែនទែនបាទអរគុណ